កំឡុងពេលដែលស្ដេចបិសាចគឺកំពុងតែមកលុកលុយនៅក្នុងពិភពពិតចំណែកឯប៉ូលីសដ៏អត់ប្រយោជន៍ទាំងពីរនាក់របស់យើងគឺកំពុងតែដេកស្មោះសម័យប្រើដៃតែម្នាក់ឯងរហូតដល់ផ្លិចថាបច្ចុប្បន្នវាគឺមានរឿងអ្វីដែលខុសប្លែកចាក់ចេញពីការពិតរបស់ពួកគេទៅហើយវាគឺមិនមែនត្រឹមតែគឺជាសបិនតែប៉ុណ្ណោះនោះទេវាគឺជាការពិតដែលបេសកកម្មគឺត្រូវបានបរាជ័យហើយដណៃមែនគឺត្រូវបានមកលុកលុយនៅក្នុងជីវិតពិតគ្រានេះដែរគឺមិនឃើញនៅមុខសញ្ញាណៃមែនដែលលេចឡើងនៅពិភពពិតនៅឡើយនោះទេប៉ុន្តែវាគ្រាន់តែគឺជាបញ្ហាហើយនឹងពេលវេលាប៉ុណ្ណោះលោក Fujimin គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនថាអង្គភាពខុសនោះបង្កើតមនុស្សដែលមានសមត្ថភាពទាំងអស់បែបនេះក្នុងនោះដែរក៏មានគូរហាផងដែរបច្ចុប្បន្ននេះអង្គភាពខុសនោះគឺបានដាក់បេសកកម្មទៅឲ្យសវណ្ណធ្វើជាបន្ទាន់ដែលការបដិសេធវាគឺគ្មានប្រសិទ្ធភាពមួយវិញទៀតសវណ្ណគឺនៅតែមិនទាន់ដឹងពីបេសកកម្មមួយនេះនៅឡើយសិតក្រោមការហាមឃាត់របស់បងស្រីរបស់សវណ្ណបេសកកម្មមួយនេះគឺមិនអាចបាត់នៅវត្តមាន code number មួយណាមួយនៅឡើយ Avos the Nightmare General ដែលកាលដែលគូរេហានាងគឺជា agent វាគឺពិតជាភ្ញាក់ផ្អើលវាគឺជាជំរើសរបស់នាងដែលគ្មាននរណាគឺអាចហាមឃាត់នាងបាននោះទេបងស្រីរបស់សវណ្ណគឺពិតជាបារម្ភជាមួយនឹងសវណ្ណក៏ប៉ុន្តែយ៉ាងណាមិញសវណ្ណគឺជា agent ដែលពោពេញទៅដោយសមត្ថភាពបេសកកម្មមួយនេះវាគឺពិតជានាំយកមកនៅទំនួលខុសត្រូវដ៏ធំអូដាកាគឺជាមេដឹកនាំរបស់ណៃមែគឺត្រូវតែកម្ចាត់គាត់ជាដាច់ខាតរឿងដែលពួកគេគឺត្រូវបាននិយាយគឺសម្រាប់មនុស្សតែម្យ៉ាងទេតាមមែនទេនឹងគឺពិតជាមិនត្រឹមត្រូវតែអ្វីដែលកាន់តែមិនត្រឹមត្រូវទេនោះគោលបំណងដែលជួយសង្គ្រោះពិភពលោករបស់សវណ្ណវាដូចជាចាក់កម្រើទៅហើយយ៉ាងណាមិញគឺត្រូវចាំថាសវណ្ណជួយសង្គ្រោះនៅពិភពលោកនោះវាគឺពិតជាគ្មានប្រយោជន៍ខ្លាំងមែនតើអ្វីដែលសំខាន់មួយនោះបេសកកម្មរបស់អង្គភាពខូដគឺវាគឺសំខាន់បំផុតខូដ number 5គាត់គឺនៅតែនឹកមិនឃើញហេតុផលដ៏ស័ក្តិសមមួយសោះដែលសវណ្ណគឺបានខ្លាយទៅជាខូដ number ក៏ប៉ុន្តែអ្វីដែលត្រូវបានបញ្ជាក់នៅពេលដែលគាត់គឺបានខ្លាយទៅជាសេតស៊ូរួចបាត់ទៅហើយអ្វីដែលពួកគេគឺមិនបានដឹងនោះគឺកិច្ចការដែលអង្គភាពខូដគឺបានដាក់ឲ្យវាត្រឹមត្រូវដែរឬក៏អត់ខាប់សេមដែលពួកគេគឺបានប្រើអំពីអង្គភាពខុសទាំងអស់វាសិតសឹងតែកើតចេញអំពីសបិនអាក្រក់ទាំងអស់មួយវិញទៀតរឿងមួយនេះវាគឺពិតជាមិនសំខាន់នោះទេរឿងដែលសំខាន់នោះបច្ចុប្បន្នពួកគេគឺត្រូវតែបំពេញបេសកកម្មសវណ្ណគឺពិតជាមានការស្ទាក់ស្ទើរនៅក្នុងចិត្តបើសិនបើជាថ្ងៃណាមួយសវណ្ណសម្រេចចិត្តយ៉ាងណាក៏ដោយបេសកកម្មគឺនៅតែដើរទៅមុខជានិច្ចនៅក្នុងគោលគំនិតរបស់សវណ្ណតើគ្រោះមហន្តរាយគឺជាអ្វីហើយក្តីសបិនរបស់កុមារគឺជាអ្វីប៉ុន្តែនៅពេលបច្ចុប្បន្នគាត់ធ្លាក់ចូលទៅក្នុងសបិនរបស់ខ្លួនឯងទៅហើយថែមទាំងមកជួបប្រទះជាមួយនឹងខ្លួនឯងការដែលខ្លួននៅជាទារកទៀតផងដែលក្រោមការឃ្លាំមើលរបស់អ្នកម្ចាស់គឺពិតជាស្គាល់សវណ្ណបានយ៉ាងច្បាស់នឹងគឺជារឿងដែលត្រឹមត្រូវហើយក៏ប៉ុន្តែរឿងដែលមិនត្រឹមត្រូវទេនោះសវណ្ណមុនពេលដែលគាត់សបិនហើយភ្ញាក់ឡើងគាត់គឺមិនចាំអ្វីសោះរឿងរ៉ាវគ្រប់យ៉ាងដែលបង្កើតចេញជាបាតុភូតទាំងអស់នេះគឺបានមកពីណៃមែរបស់គាត់នៅក្នុងសបិនរបស់គាត់ប៉ុន្តែគាត់ក៏បានភ្ញាក់ពីសបិនរបស់គាត់ទៅហើយកន្លែងមកមើលលេឌីនេះគឺបានពិនិត្យមើលនៅការចងចាំរបស់សេរ៉ូរួចជាស្រេចក៏ប៉ុន្តែនាងគឺមិនបានឆ្លើយនៅសំណួរថាអង្គភាពខូដនៅទីណានោះទេដោយយកលេសថាបេសកកម្មរបស់ពួកគេគឺនឹងត្រូវប្រព្រឹត្តឡើងឆាប់នេះក្រោមការលះបង់របស់នុកហើយនឹងមកជួបជាមួយនឹងដាណៃមែគម្រោងការរបស់វានៅពេលបច្ចុប្បន្នគឺបង្កនៅចលាចលពីពេញទីក្រុងនេះទាំងអស់ដែលបង្កើតចេញជារន្ទះដ៏ធំបូកផ្សំជាមួយនឹងបង្កើតចេញជារូបសំណាកបិសាចដែលវាយប្រហារទៅលើមនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងទាំងអស់ធ្វើឲ្យមានភាពចលាចលពីពេញទីក្រុងទាំងអស់ហើយសារព័ត៌មានក៏បានចុះផ្សាយអំពីគ្រោះមហន្តរាយមួយនេះផងដែរអ្វីដែលស្ថិតក្នុងការស្មានរបស់ពួកគេក៏បានខ្លាចជាការពិតមែនវាកើតឡើងក៏ដូចនៅរឿងរ៉ាវនៃការបន្ទោសទីស្នាក់ការប៉ូលីសពីមុនអញ្ចឹងហើយទៅថាអាមួយណៃមែនសបាយមិនទាន់អត់ចិត្តផងខូដ number 5 ហើយនិង number 6ក៏បានមកហាមឃាត់វាទៅហើយដែលវាគឺមិនមែនការប្រយុទ្ធមួយទល់នឹងមួយនោះទេវាគឺជាការប្រយុទ្ធពីរទល់នឹងពីរគូរេហាគឺប្រយុទ្ធជាមួយនឹងណៃមែចំណែកឯខូដ number 5 វិញប្រយុទ្ធជាមួយនឹងនុកកលេចទៅមើលគូរេហានេះវិញគឺគ្មានកឡោជាមួយនឹងអាមួយណៃមែននោះទេបើយើងមើលសវណ្ណនេះវិញគាត់គឺដើរទៅគ្មានគោលដៅក្រោមការស្វែងរករបស់ប៉ូលីសអត់ប្រយោជន៍ទាំងពីរបានឲ្យដឹងឲ្យច្បាស់ថាសបិនវាគឺពិតជាខ្លាចជាការពិតមែន
ហើយបេសកកម្មដែលខូចនោះគឺបានដាក់ឲ្យទៅកាន់សវណ្ណនៅតែមិនអាចបំពេញនៅឡើយនៅពេលនេះកលេចតែមើលខូចណាំ message នេះវិញគឺកំពុងតែត្រូវការវាយប្រហារជាដំណំដោយដណៃមៀក៏ដូចគ្នាជាមួយនឹង file នោះដែរមិនទាន់ប្រែកាយបានស្រួលបួនោះក៏ត្រូវទ្រាំខ្លួនដែរណុកនោះគឺបាននិយាយទៅកាន់ file ថារឿងទាំងអស់នេះគឺលើសពីការគ្រប់គ្រងរបស់ file ទៅទៀតវាគឺមិនមែនគឺជាសវណ្ណទេវាគឺជាពិភពពិតប៉ុន្តែដែលមានការជួយរបស់គូរេហាព្រមទាំងការជួយរបស់ណៃមែនទៀតនោះក៏បានចាក់ទម្លុះខ្លួនរបស់គូរេហានោះឲ្យអតិបាត់ទៅជាការបង្ហើយបុណ្យស្ថិតក្រោមអំណាចរបស់ Demon King ណៃមែននោះមនុស្សគឺនៅតែទុនខ្សោយសម្រាប់វាដដែលមុននឹងគូរេហានោះគឺបានអតិនោះអបិនោះក៏បានជូនមកគ្រាប់សំណទៀតនោះទៅកាន់គូរេហាដែលឃើញបែបនេះនោះអបិ file នោះគឺពិតជាស្លន់ស្លោខ្លាំងមែនតើក្រោមការឃ្លាំមើលរបស់ Lord Fire នោះទោះបីជាកូនចៅរបស់ខ្លួនឯងត្រូវបានងាប់ក៏ដោយក៏អាមួយនោះមិនខ្វល់ដែរតែទៅកាន់ Seven ធម្មតាប្រាប់អំពីដំណឹងនៃការស្លាប់របស់ Code Number 6រឿងមួយនេះធ្វើឲ្យ Nasuka នោះនាងគឺពិតជាមានការឈឺចាប់នៅក្នុងចិត្តជាខ្លាំងលោក Fujimi គឺពិតជាមានកំហឹងជាមួយនឹង Seven ជាខ្លាំងព្រោះថាកន្លែងរឿងបញ្ឈប់នៅសវណ្ណអាក្រក់គឺជាការងាររបស់ Seven តើហេតុអីបានជា Seven ពឹងយ៉ាងតើនៅរឿងទាំងអស់នេះបែបនេះរឿងមួយនឹង Seven គឺកំពុងតែស្ទាក់ស្ទើរមុននឹងពួកគេនៅរស់នោះគាត់គឺបានលឺចេញពីមាត់របស់ពួកគេថាពួកគេគឺនឹងសម្លាប់អូដាការឿងមួយនេះធ្វើឲ្យគូរេហាគឺពិតជាឈឺចាប់ចង់សម្លាប់នៅអូដាកាជាខ្លាំងក៏ប៉ុន្តែគ្មានអ្វីដែលនាងធ្វើបាននោះទេនៅពេលនេះនោះវាគឺជាការជ្រើសរើសរបស់គេដែលបង្រើនៅអង្គភាពកោតពួកគេគឺត្រូវបានកំណត់សេចក្តីស្លាប់របស់ខ្លួនឯងរួចជាស្រេចទៅហើយមិនមែនថា Seven គឺមិនចង់បំរើនៅអង្គភាពកូននោះទេឥឡូវនេះគាត់គឺកំពុងតែស្ទាក់ស្ទើរមិនដឹងថាអង្គភាពកូនគោលដៅរបស់ពួកគេល្អឬមួយក៏អាក្រក់ទេប៉ុន្តែអ្វីដែល Seven គឺអាចធ្វើបាននៅពេលនេះដែលស្ថិតក្រោមការបាត់បង់នៅសមាជិកក្រុមរបស់ខ្លួនក្នុងនាមដែលគាត់គឺជា Seven បេសកកម្មគាត់ត្រូវតែបំពេញជាដាច់ខាតរួចក៏រត់ទៅទីកន្លែងដែលកើតហេតុនោះដើម្បីជួយសង្គ្រោះនៅពួកគេក៏ប៉ុន្តែអ្វីៗវាហួសពេលទៅហើយ Lord Fire ឯងឃើញហើយឬនៅការដែលឯងបំរើនៅអង្គភាពខូតតើវាមានលទ្ធផលយ៉ាងម៉េចខូតណាំ message នាងគឺស្លាប់ទៅហើយឆាប់នេះយើងគឺនឹងបញ្ជូនឯងឲ្យនឹងទៅជួបនាងឆាប់គ្រាន់តែលើបែបហ្នឹងខូតណាំ file ក៏ឡើងនៅកម្ដៅ360ដឺក្រេទៅហើយហ្នឹងហើយគឺជាលទ្ធផលដែលខូតណាំ file បំរើអង្គភាពខូតនោះយើងមិនខ្វល់ទោះបីជាឯងនិយាយយ៉ាងណាក៏ដោយក្នុងនាមយើងគឺជាខូតណាំ file ឆ្កែបម្រើរបស់អង្គភាពខូតគឺជាឆ្កែដែលស្មោះត្រង់ជាមួយនឹងអង្គភាពខូតបំផុតអញ្ចឹងហើយបានថាការបិទបញ្ចប់វគ្គរបស់ពួកគេទាំងពីរនាក់គឺនៅតែមិនបានទទួលនៅលទ្ធផលចាញ់ឈ្នះនៅឡើយក៏កលេចមកមើល Seven នេះវិញក៏លើនៅស្នូកំភ្លើងប៉ោងបន្ទាប់ពីឡើងមកដល់លើនៅកំពូលអាគារឃើញថា Code Number ទាំងពីរនេះគឺបាន defeat ក្រោមស្នាដៃរបស់នុកទៅហើយដោយដែលនុកគឺបាននិយាយអញ្ចឹងនឹងមានថ្ងៃណាមួយសបិនអាក្រក់គឺនឹងលុកលុយចូលទៅក្នុងពិភពលោកបំផ្លាញនៅពិភពលោកដល់រញ៉េរញ៉ៃមួយនោះដាក់មួយកំភ្លើងឲ្យ Seven ធ្លាក់ពីលើអាគារមិនដឹងថាស្លាប់ឬមួយក៏រស់ហើយទេថែមទាំងនៅពេលនេះ Seven ក៏លងលក់ចំពេលដែរខ្លួនឯងគឺកំពុងតែមានគ្រោះថ្នាក់ទៀតផងសុបិនដែលកើតឡើងចេញពីសតិសម្បញ្ញៈរបស់ Seven គឺជាអំណាចរបស់សេតស៊ឺអញ្ចឹងហើយបច្ចុប្បន្នអ្វីៗគ្រប់យ៉ាងគឺនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ Seven ទាំងអស់តែធម្មពលមួយនេះវាក៏បានផ្ដល់ឲ្យ Seven គឺបានផ្លាស់ប្ដូរនៅទម្រង់ driver របស់ខ្លួនខ្លាចទៅជា catastrophe កាលដែលធ្លាក់ចុះពីលើអាគារដ៏សែនខ្ពស់នោះវាគឺមិនមែនគឺជាបញ្ហាសម្រាប់ Seven ទេប្រិយមិត្តជាទីមេត្រីអ្នកក្លាហានគ្រប់គ្រងគ្រប់បាមុនពេលដែល Seven គឺបានបដូរទម្រង់របស់ខ្លួននុកគឺនៅតែមានភាពជឿជាក់ទៅនឹងខ្លួនឯងដដែលបដូរទម្រង់ហក់ពីលើអាគារខ្លាចទៅជានុក Shadow យ៉ាងមានភាពជឿជាក់ខ្លាំងមែនតើទោះបីជាយ៉ាងណាក៏ដោយ Seven គឺនឹងត្រូវធ្វើឲ្យសបិនអាក្រក់ខ្លាចជាការប៉ັດក្រោមការគ្រប់គ្រងរបស់គាត់នៅពេលដែលគាត់បដូរទម្រង់ផងអមជាមួយនឹងពន្លឺចម្រុះពណ៌ថែមទាំងបង្ហាញអំពី LED ទៀតផងហើយអាសាច់រឿងមុននឹងបញ្ចេញនៅ form Wasetsu ថ្មីគឺពិតជាតប៉ែខ្លាំងមែនតើហ្មងនៅពេលដែលបដូរទម្រង់រួចហើយក៏ត្រូវស៊ីមួយជើងរបស់នុកក៏ប៉ុន្តែអត់បញ្ហាបច្ចុប្បន្នអ្វីដែលមាននៅក្នុងខួរក្បាលរបស់ Seven មានតែរឿងមួយគត់គឺ
សម្រាប់នុកចោលក្រោមការប្រយុទ្ធយ៉ាងយឺតរបស់សវណ្ណតែតានុនុកគឺគ្មានកឡោជាមួយនឹងសវណ្ណនោះទេគ្រាន់តែចំហាយធម្មពលរបស់សវណ្ណសោះធ្វើឲ្យនុកទៀតទៅហើយក៏សំបីតែនុកនោះគឺប្រើនៅអាវុធរបស់ខ្លួនក៏ដោយក៏ត្រូវខ្ទេចហើយថែមទាំងត្រូវរបួសដល់ខ្លួនឯងទៀតអញ្ចឹងហើយបានថាបច្ចុប្បន្នសវណ្ណគឺនឹងក្លាយទៅជាផលិតផលសម្រាប់របស់ខោតដែលគឺជាអង្គភាពខ្មៅងងឹតមួយ